បាទសួស្តីបងប្អូនទាំងអស់គ្នាបាទពេលនេះគឺជាព្រឹកថ្ងៃអាទិត្យហើយនៅក្នុងកន្លែងដែលខ្ញុំរស់នៅហ្នឹងគឺស្ងប់ស្ងាត់ណាមិនមែនតែកន្លែងខ្ញុំដែលរស់នៅឯប្រចាំគឺនៅប្រទេសអាល្លឺម៉ង់គឺថ្ងៃអាទិត្យគឺប្រជាជនគឺមិនសូវចេញក្រៅប្រចាំគឺគេនៅផ្ទះឬក៏បាទគេជួបជុំគ្រួសារអញ្ចឹងណាព្រោះថ្ងៃអាទិត្យគឺជាថ្ងៃដែលគេមានពេលវេលាសំខាន់សម្រាប់គ្រួសារពួកគេឬដើម្បីសម្រាប់ខ្លួនឯងអញ្ចឹងទៅហើយអញ្ចឹងជាទូទៅនៅពេលរាល់ព្រឹកគឺខ្ញុំត្រូវការកាហ្វេមួយកែវមុននឹងយើងគិតអ្វីបន្តទៅទៀតអញ្ចឹងសម្រាប់ខ្ញុំជាទម្លាប់ហើយនៅនេះខ្ញុំចូលចិត្តហូបកាហ្វេឆុងនៅផ្ទះអញ្ចឹងមានម៉ាស៊ីនកាហ្វេមួយអញ្ចឹងទៅតោះមកយើងមានកាហ្វេដែលយើងទិញនៅផ្សារកាហ្វេសម្រាប់គេឆុងអញ្ចឹងសម្រាប់គេឆុងឲ្យត្រូវជាមួយម៉ាស៊ីនណាបាទគឺមានដុំបែបនេះហើយយើងមានម៉ាស៊ីនមួយអញ្ចឹងទៅសម្រាប់ឆុងវាចឹងយើងដាក់ប្រអប់ចូលមកនេះកាហ្វេខ្មៅណាហើយបើសិនជាប្រភេទ ice latte ឬក៏សំទោសជាប្រភេទកាហ្វេ latte អីយើងទិញប្រភេទកាហ្វេ latte វាមានដុំផ្សេងទៀតជាប្រភេទទឹកដោះគោប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តកាហ្វេខ្មៅអញ្ចឹងខ្ញុំដាក់ដុំវានឹងមួយចូលទៅតោះមកបើយើងចង់ថែមទឹកដោះគោឆៅយើងអាចថែមជាមួយទឹកដោះគោនេះបានចឹងវាចំណេញហើយតម្លៃដូចជាមិនសូវថ្លៃម៉ែនេះវា21ដូចជា21ដុំហ្នឹងវាស្មើនឹងដូចជាខ្ទង់$6 6 €ជាងសំទោសបាទអញ្ចឹងបន្ទាប់មកយើងចុចទៅហើយយើងរងចាំវាបានស្ទុះតិចមកវាចេញកាហ្វេមកហើយអញ្ចឹងការហូបកាហ្វេនៅនេះគឺពេញនិយមសម្រាប់ជនជាតិអាល្លឺម៉ង់ហើយភាគច្រើនគឺប្រជាជនគេគឺចូលចិត្តឆុងកាហ្វេនៅផ្ទះហើយបើសិនជាយើងធ្វើដំណើរទៅឆ្ងាយហ្នឹងទៅយើងទិញកាហ្វេតាមខាងក្រៅយកមកហូបយ៉ាងណាបាទឥឡូវវាចេញមកហើយខ្ញុំឲ្យបងប្អូនមើលសិននេះបងប្អូននៅខ្មែរប្រហែលជាអាចរកទិញបានតាមwebsite របស់ចិនក៏អីណាហើយនៅតាមផ្សារទំនើបខ្ញុំមិនដឹងថាប្រហែលជាមិនខ្វះទេបងប្អូនបាទតែគាត់ថាខ្ញុំគ្រាន់តែចែកលេខទៅទល់ជាមួយនឹងការរស់នៅប្រទេសគេនេះភាគច្រើនយើងចេះទម្លាប់ធ្វើអីគឺធ្វើដោយខ្លួនឯងឆុងហូបខ្លួនឯងស្ងាត់អីចឹងណាអូខេបងប្អូនឥឡូវយើងបានកាហ្វេមួយកែវអញ្ចឹងអ្វីដែលបន្តទៀតគឺយើងអង្គុយហូបកាហ្វេម្នាក់ឯងរៀងឯកាតិចបងប្អូននៅនេះ